នេះស៊ីចាយ៉ាងម៉េចហើយបានហើយខ្ញុំមិនសួរទេនេះញ៉ាំបាយសិនទៅញ៉ាំទៅឃ្លានណាស់ហើយណាណែតែខ្ញុំបាននិយាយខុសឬមួយក៏មានធ្វើអីខុសហ៎អ្នកប្រចាំកុំល្អចំពោះខ្ញុំពេកកុំល្អចំពោះខ្ញុំកុំល្អចំពោះខ្ញុំពេកស៊ីចាចាស់វិជីអារម្មណ៍មនុស្សលោកមិនអាចយល់ទេទុកនាងយកមកអស់ចិត្តទៅបងអានេះអាចុះខ្ញុំប្រាប់បងមីម៉ាត់ស្ដាប់ឲ្យច្បាស់មនុស្សត្រូវប្រយ័ត្នគេផងអាចុះនេះអាចុះនេះនេះនាងរលកធ្វើអីស្អីអាក្រក់នោះជាប្អូនចដូនមួយលោកឯងលោកមានរឹកអីលាក់បាំងនឹងខ្ញុំប្រាប់លោកនេះបើលោកមានអីលាក់បាំងខ្ញុំនោះខ្ញុំមិននឹកលេលោកទេហេតុអីក៏ជួយប្រាប់ខ្ញុំឲ្យប្រយ័ត្នពីសេចាមិនមែនទេនេះប្អូនចដូនមួយលោកដឹងថាយើងនៅទីនេះបញ្ជាក់ថាយាយនោះក៏ដឹងថាពួកយើងនៅលើទូកដែរគាត់តែមិនអាចទេបើគាត់ដឹងហេតុអីក៏គាត់មិនចាត់ការពីយើងទៅត្រង់ម្យ៉ាងដែរមិនដឹងជាយាយជីងហួននោះចង់ប្រើល្បិចអីទៀតទេនិយាយរួមយើងត្រូវប្រយ័ត្នទេនាងទៅវិញទេខ្ញុំចង់ឃើញនាងទៀតទេខ្ញុំបម្រើលោកមើលថែលោកគឺខ្ញុំជាអ្នកស្ម័គ្រចិត្តតែខ្ញុំមិនទទួលទេនេះជាលទ្ធផលដែលខ្ញុំពិចារណាមកយូរហើយខ្ញុំមិនចង់ឲ្យនាងនៅអ៊ូតាំងក៏មិនចង់ឲ្យនាងនៅក្បែរខ្ញុំដែរព្រឹកស្អែកនេះនាងចុះលើភ្នំចុះតែខ្ញុំធ្វើអីខុសខ្លះខុសហើយមិនមែននាងខុសទេគឺខ្ញុំខុសលោកអ៊ីងបានហើយខ្ញុំចង់ស្ដាប់នាងនិយាយទៀតទេនាងទៅចុះលោកចង់មិនដឹងខ្ញុំទៅគួរឲ្យខ្ញុំដឹងពីមូលហេតុដែរខ្ញុំមិនចង់ទៅដោយមិនដឹងមូលហេតុទេនាងចង់ដឹងពីមូលហេតុមែនទេបានខ្ញុំប្រាប់នាងចុះខ្ញុំស្អប់នាងខ្ញុំចូលចិត្តនាងទេហើយក៏មិនចង់ឃើញនាងទៀតដែរនេះមិនមែនពាក្យពិតទេពាក្យពិតគឺចេញពីចិត្តខ្ញុំទាំងអស់ខ្ញុំមិនជឿយ៉ាងពុះហើយខ្ញុំប្រាប់នាងអ៊ូតាំងនៅសាសនាមិញគឺស្ទើរនឹងគ្នាដាច់ខានឲ្យរស់នៅជាមួយគ្នាទេនាងទៅចុះខ្ញុំមិនចង់ឲ្យនាងនាំទុកដល់ខ្ញុំទេលោកយល់ថាខ្ញុំជាអ្នកនាំទុកដល់លោកអីត្រូវហើយពី
ពីមុនម្ដាយខ្ញុំក្បត់នឹងលោកមិនត្រឹមតែមិនគុំគួននឹងគាត់ទេជាច្រើនឆ្នាំមកនេះលោកតែងតែមិនអាចបំភ្លេចគាត់ទេដូច្នេះខ្ញុំយល់ថាអ្នកក្លាហានអ៊ីងជាមនុស្សមានមនោសញ្ចេតនាតែពេលនេះខ្ញុំស្គាល់លោកច្បាស់ហើយអ៊ីងលីធីមិនក៏ផ្ដេសម្លេះក៏តែខ្ញុំមិនរវល់ពីសម្ដីមនុស្សលោកហើយនៅអូតាំងប្រឹងប្រែងមើលថែលោកអស់ពីចិត្តឥឡូវរបួសលោកជាលែងត្រូវការខ្ញុំហើយឯងលោកហ៊ានពលពាក្យបែបនេះហើយចាំមិនឲ្យខ្ញុំទៅល្អខ្ញុំមកពេញមិនមកលោកចោះខ្ញុំទៅសុំទោសអធិស្ឋានខ្ញុំផងបងទី6ឯងដេញបន្តិចពូហួយទៅមិនមែនជាទឹកចិត្តឯងទេហេតុអីដើម្បីយ៉ាងពូហុយលោកគ្រូបានពិភាក្សាជាមួយនឹងខ្ញុំបានគិតយ៉ាងច្បាស់លាស់ណាស់អាយុខ្ញុំនឹងគេខុសគ្នាច្រើនពេកគេនៅក្មេងគេនៅមានឆាច់ជីវិតគេនៅមានអនាគតខ្ញុំមិនអាចឲ្យគេខកពេលទេមិនអាចទេរឿងស្នេហាជនទី3ពិបាកចូលខ្លួនណាស់ទោះជាមានលទ្ធផលល្អឬក៏អាក្រក់ត្រូវតែខុសទាំងសងខាងប៉ុន្តែបងទី6ចំពោះរឿងរបស់ឯងនិងអ្នកនាងពូហួយបងចង់ផ្ដោតយោបល់ឲ្យពួកឯងអើបងរឿងឈិញអ៊ុំខ្ញុំនៅខឹងនឹងគេណាស់ប៉ុន្តែគិតពីគោលចំហមួយទៀតខ្ញុំក៏មានកិត្តិយសដែរឈិញស៊ូគេស្រឡាញ់ជើជឿយល់គេអត់គិតពីអ្វីទាំងអស់ហើយគេខំប្រឹងប្រែងទោះជាជោគជ័យឬក៏អត់យ៉ាងហោចណាស់គេក៏បីនឹងខ្លួនឯងគេបានធ្វើហើយអាបងគំនិតដែលបងនិយាយពីនេះគឺសង្ឃឹមថាថ្ងៃក្រោយឯងនឹងអាចរស់ដោយរីករាយបន្តិចហើយជឿបងចុះមួយរយៈមុនឯងអត់ស្ដីបន្ទោសខ្លួនឯងនឹងនៅក្រោមស្រមោលអតីតកាលជាស៊ឺហ្វុំឬមួយក៏ឯងចង់ល្មើសនឹងកំហុសចាំហើយរស់ដោយការឈឺចាំក្នុងពេលវេលាបន្តទៀតអាបងជីវិតមនុស្សកម្រមានអ្នកយល់ចិត្តយើងណាស់ពេលដែលគួរក្តាំត្រូវតែក្តាំដើម្បីអ៊ីលីធីងខ្ញុំហ៊ានល្មើសនឹងគំនិតពុកហើយមានទំនាស់ជាមួយនឹងពុកទេឥឡូវខ្ញុំទៅប្រឈមមុខនឹងពុកយ៉ាងម៉េចហើយប្រឈមមុខជាមួយបងអូជីយ៉ាងម៉េចដែរអូតាំងមិនព្រមទទួលខ្ញុំហើយខ្ញុំក៏គ្មានមុខមាត់ទៅគង់មីងទីងវិញដែរជលល្អគួរតែស្លាប់យករួចខ្លួនចោលមានតែផ្លូវស្លាប់ទឹកលៀងអាម៉ាស់បានព្រះមានមេត្តាករុណាលោកអីស្អីហេតុអីក៏មិនឲ្យខ្ញុំទៅស្លាប់ទៅនាងចង់រំដោះទុកដោយសារតែអ៊ីងលីជីងសិស្សខ្ញុំឬក៏ដោយសារតែមុខមាត់របស់នាងខ្ញុំចង់ដឹងពីគំនិតរបស់នាងណាទោះជាមូលហេតុអ្វីក៏ដោយក៏មិនសំខាន់ទៀតទេអ្នកក្លាហានអ៊ីងបានបដិសេធនឹងការលះបង់របស់ខ្ញុំបានបដិសេធនឹងទឹកចិត្តរបស់ខ្ញុំគាត់បែរជាបណ្ដឹងខ្ញុំទៅលោកអីសីសូមលោកមានប្រសាសន៍មកចោះតើខ្ញុំរស់នៅមានន័យអីទេ
បើនាងនិយាយពីការលះបង់និងទឹកចិត្តខ្ញុំសួរនាងទៀតទឹកចិត្តនាងចំពោះលីជីងនោះគឺជាស្នេហ៍ពិតឬមួយក៏លុបលាងកំហុសជូនម្ដាយរបស់នាងខ្ញុំសង្ឃឹមថានាងអាចនិយាយចេញពីពាក្យក្នុងចិត្តនិយាយត្រង់ចុះពីដំបងចំពោះអ្នកក្លាហានអ៊ីងខ្ញុំមានចិត្តចង់លុបលាងទោសជំនួសម្ដាយខ្ញុំមែនតែពេលវេលាយូរទៅអ្នកក្លាហានអ៊ីងធ្វើឲ្យខ្ញុំអាចយល់ពីទន់ភ្លន់និងចិត្តដិតដល់ការគិតដល់គេគ្រប់ចំណុចដូច្នេះអូខ្ញុំយល់ពីចិត្តរបស់នាងហើយបើជានិស្ស័យទៅហើយគួរតែបណ្ដោយតាមព្រហ្មលិខិតចុះមកអញ្ជើញអញ្ជើញមកអពូនលោកគ្រូលីជីគ្រូឲ្យយានឈាវហៅឯងមកគឺចង់ប្រកាសរឿងម្យ៉ាងទៀតឲ្យគេនេះធ្វើជាសិស្សស្រីយើងលោកគ្រូមានប្រសាសន៍មកយានឈាវធ្វើជាចៅមហាប្រកាសដោយបើកចំហឯងហើយនឹងតែនាងពូហ៊ុយអាចជាប្តីប្រពន្ធបានលោកគ្រូខ្ញុំគ្រូបានពិភាក្សាជាមួយនឹងនាងពូហ៊ុយនាងអត់ចំទាស់ទេលីជីឯងជាសិស្សគ្រូចិញ្ចឹមឯងធំពេញវ័យគ្រូយល់ពីចិត្តរបស់ឯងច្បាស់ណាស់អ្វីបើគ្រូសម្រេចដោយខ្លួនឯងមែនប៉ុន្តែគ្រូជឿថាគឺជាការសម្រេចចិត្តដ៏ល្អមួយជូនពូហ៊ុយលោកគ្រូឯងដឹងទេថ្ងៃនេះអ្នកនាងពូហ៊ុយវិសតែបន្សល់ព្រលឹងនៅភ្នំអ៊ូតាំងយើងបាត់ទៅហើយឯងអាចធ្វើខុសនឹងមនសិកាបដិសេធនៅទឹកចិត្តអ្នកនាងពូហ៊ុយហើយបណ្ដេញនាងទៅតើឯងមានគិតដល់អារម្មណ៍របស់នាងដែរទេគ្រូធ្លាប់ប្រាប់ឯងថាបើសិនជាឯងលះបោះបង់ស្រមោលរបស់ជីសៀហ្វូហេតុអីក៏មិនទៅរៀបចំមនោសញ្ចេតនាឯងនឹងពូហ៊ុយប្រហែលជាមានលទ្ធផលល្អប្រសើរហេតុអីចង់ទុកខ្លួនឯងនៅក្នុងការជឿចាប់និងរអៀខ្លួនមួយជីវិតនោះប៉ុន្តែចំពោះអាយុគ្មានបញ្ហាទេអ្នកនាងពូហ៊ុយមិនរវល់ពីរឿងអស់នេះផងហើយតស៊ូក្នុងនាមឯងជាប្រុសមិនស្មើជាមួយគេទេលីជីងតាំងពីដើមមកឯងតែងតែរារែកមិនចេះដោះស្រាយកិច្ចការខ្លួនឯងដូច្នេះគ្រូសម្រេចចិត្តចុះឯងចុះខ្ញុំទទួលការអប់រំល្អណាស់អពូនអបអរសាទរចាំក្រោយពេលអ្នកនាងពូហ៊ុយប្រាប់ឪពុករបស់គេហើយទុកឲ្យគ្រូរៀបចំមង្គលការពួកឯងចុះល្អពូហ៊ុយខ្ញុំសូមអភ័យទោសព្រោះតែអំពើងងខើរបស់ខ្ញុំអ្នកណាខ្ញុំគឺជាម្ចាស់ទូកម្ ចាស់ទូកឯងមានការអី
ខ្ញុំមកប្រាប់លោកស្រីថាមិនភ្លឺគឺអាចទៅដល់កូនដៅហើយ អូខ្ញុំដឹងហើយ បាទលោកស្រីសម្រាប់ចុះ គេស្រីដល់សក់កោះឲ្យគេផឹកទៅ ណាស់ហើយចាខ្ញុំអត់មានអ្នកបម្រើទេខ្ញុំទៅចាក់ខ្លួនឯង ចាក់ទៀតមិនខ្ញុំលើកដៃចេញអត់តន់ចាក់ដៃជប់ឲ្យជប់ទេឲ្យជប់ទេលើកដៃចេញបាញ់ខាងឲ្យជប់ឲ្យចាំមកទៀតចាំមកទៀតចាមកណែឲ្យចាំមកធ្វើស្អីចាឲ្យដល់ដៃអត់ស្ទាអើយមិនជប់លេងទៅឈប់ឡើងទៅទម្លាក់ក្រោមឲ្យលឿនឡើងតើខាងហើយឯងមិនចាប់ដល់ស្តុកពេញហួរម្ល៉េះ ខ្ញុំយល់ថាលឿនដល់ម្ល៉េះទេ ចម្លែកមែននេះមិនមែនជាកោះពេញហួតទេឬមួយក៏ជាកោះពោះ នេះគេសបុកចាស់យាយជីពុកថតលោកពូអត់នៅទីនេះទេ អាចទេពុកថតខ្ញុំខ្វាក់នេះរឿងនេះតែមិនរួចទេ អេពុកគេឡើងភ្នំមក ជាចាំនៅលើទូចាំខ្ញុំទេ អេអ្នកប្រាំ ស្ដាប់ខ្ញុំណា តែគេ វាសុំទៀតចុងមិនសៀត ពុកធំ គួរឲ្យខ្លាំង ពុកធំគឺពិតជាពុកធំមែន ពេចបាច់តែគាត់ខ្វាក់មែនតែស្ត្រីចំពោះមកគាត់មិនចេះខិតខេងបាច់តាំងល្បីគ្រប់ទិសទីពិតជាខ្លាំងដូចគេល្បីមែន ពុកធំចាស់គាត់ចាស់កាន់តែច្រើនភ្នែកគាត់ខ្វាក់ពីបាត់ធ្វើដំណើរណាជាង10ឆ្នាំមកនេះគាត់នៅលើកោះម្នាក់ឯងការរស់នៅរបស់គាត់ប្រកាសជាវេទនាហើយ ជាជនឲ្យតែឯងបកលដើរសួរលំមកឲ្យយើងនឹងទុកជីវិតឯងដើរទឹកសួរលំបដូរយកជីវិតឯងណា ព្រោះស្មុំដើរទើបនៅទីនេះបើឲ្យចង់បានចូលមក ចូល ស្ដាប់ទីភពគុណដាស់ទឹកសិលាបាច់តាំងល្បីគ្រប់ទិសទីខ្លាំងដូចគេល្បីមែន បាក់ស្មូមមកដល់កោះពោះមិនប្រាប់ម្ចាស់កោះមួយម៉ាត់សោះបែរជាមករំខានភ្ញៀវខ្ញុំ នេះលឺហើយណាតាមសម្ដីយាយជីងហួរព
ពុកថលោកដូចជាភ្ញៀវដែលគាត់អញ្ជើញមក កាន់មិនពុកថមិនព្រមចាក់ចេញពីកោះពេញហូតទេហេតុអីក៏តាមយាយជីងហួរមកកាន់កោះនេះទៅវិញនេះមែនទៀតយាយជីងហួរមិនក៏ដឹងដំណឹងពុកថ ព្រឹត្តិការណ៍ទាំងពីរបាទតោះខ្ញុំតុបតោជាមួយយាយផ្កាមាសលោកតុបតោនឹងស្ដេចតោបាទ មានយាយនេះនៅស្ដេចតាគ្មានរឿងអ្វីទេឥឡូវសំខាន់គឺកុំឲ្យគេដឹងថាពួកយើងមក ដាច់តាំងព្រឹត្តិការណ៍ទាំងពីរមិនមែនប្រឹករបស់វាយឆ្កែទេការពិតគឺប្រឹកកណ្ដាប់ដៃអ៊ីងសាន លោកយាយផ្កាមាសយាយនៅទីនេះមិនជួយសេជនបែរជានិយាយប្រាប់គេទៅវិញយាយមានន័យថាម៉េចហ្នឹង លោកប្អូនខ្ញុំមិនដែលឃើញសោះតើគឺជាព្រឹត្តិការណ៍ក្នុងបាក់ស្មោកដែរមែនទេ ខ្ញុំចុះបាក់សមោមិនយូរប្រហែលទេលោកយាយប្រកាសជាមិនស្គាល់ខ្ញុំតកូលឈិងឈ្មោះចូលលៀង ឈិនយូលីឈិនយូលីខ្ញុំមិនដែលឮមែន ចម្លែកមែន យាយមិន មើលទៅយាយជីងហួរដូចជាគ្មានចិត្តជួយពុកថលោកទេ ទុកចិត្តចុះពុកថរបស់ខ្ញុំអាចទប់ទល់បាន អ្នកក្លាហានសៀវិជាគុណលោកបកែមែនខ្ញុំសូមសរសើរព្រឹត្តិការណ៍ចឹងបានដាច់ដៃទៅហើយសូមទុកជីវិតឲ្យគេផង ទូក្បាលឯងស្អីហើយហ៊ានប្រើល្បិចដាក់យើងផងហើយគួរតែស្លាប់ អ្នកក្លាហានសៀអត់ឃើញព្រឹត្តិការណ៍ចឹងកំពុងស្រែកឈឺចាប់ទេ គេចង់ដោយខ្លួនឯងសំមុខហើយ បានព្រឹត្តិការណ៍ចាប់ពីការទៅហើយលោកមិនព្រមលើកលែងឲ្យគេឈិនយូលៀងខ្ញុំសងជីវិតគេ ហើយថាម៉េចហ្នឹង គុណធម៌បងប្អូនគឺសំខាន់ជាងអ្នកក្លាហានសៀចាត់ការមកម្ នាក់នេះពិតជាមានគុណធម៌មែន ឈិនយូលៀងយើងគោរពឯងជាកូនប្រុសម្នាក់ហើយនាំឲ្យតកោជឹងទៅយើងមិនឲ្យលំបាកដល់ឯងទេ ខ្ញុំសូមអរគុណអ្នកក្លាហានសៀដែលមិនសម្លាប់គេប៉ុន្តែប៉ាត់ស្មុំមានមនុស្សបាត់បង់ជីវិតជាច្រើនដោយសារតែលោកក្នុងពេល10ឆ្នាំបើសិនជាខ្ញុំហាត់បានជោគជ័យចាំមកដោះស្រាយគំនុំថ្ងៃនេះទៀត យើងគ្រាន់តែលើកដៅកវិញហើយនឹងស្លាប់ភ្លាមល្អណាស់នៅពេលដែលគ្រោះថ្នាក់បែបនេះឯងនៅហ៊ាននិយាយពាក្យដែលថ្ងៃក្រោយមកសងសឹកវិញបើយើងអាចរស់បាន10ឆ្នាំទៀតយើងនឹងរងចាំឯងយើងនឹងចាំឯងជានិច្ច ល្អលោកយាយប៉ាក់ស្មុំថ្ងៃនេះបានឡំមកកោះលោកយាយខ្ញុំសូមអភ័យទោសអាយ៉អាយ៉អូយ លោកបងខ្ញុំដឹងថាលោកបងមិនជួយចិត្តឲ្យអ្នកក្រៅជួយទេមិញនេះខ្ញុំអត់ជួយលោកបងមិនបន្ទោខ្ញុំទេមែនទេ លើកនាមយាយទៅភូមិភាគកណ្ដាលតើលោកយាយមានបានដំណឹងពីកូនខ្ញុំទី បង មិនក៏មិននិយាយ ក្នុងពិភពគុណគ្មានដំណឹងពីចាងវិជីទេ លោកស្រីហាន់យើងគឺជាបងប្អូនយាយកុំបោកប្រាស់យើងជាមនុស្សខ្វាក់តើហ្វូជីកូនខ្ញុំតើគេពិតជារស់នៅលើលោកនេះទេ លោកតាស៊ី អ្នកនាងអ៊ីងយាយនាងថាគ្មានដំណឹងពីហ្វូជីតើមែនឬក៏មិនមែនឆាប់និយាយមកតើមែនដែរទេ លោកតាសម្ដីលោកយាយខ្ញុំគឺជាការប៉ិននៅភូមិភាគកណ្ដាលពិតជាគ្មានដំណឹងពីចាងវិជីទេ អញ្ចឹងពួកនាងស៊ើបបានអ្វីខ្លះហើយបកសាសនាមួយនោះយ៉ាងម៉េចទៅហើយមុតចាស់ខ្ញុំទាំងនោះយ៉ាងម៉េចដែរ មិនអីទេរឿងពិភពគុណខ្ញុំមិនចង់សួរទេខ្ញុំគ្រាន់តែចង់ស៊ើបឲ្យដឹងច្បាស់ពីសត្រូវដែលសម្លាប់ប្តីខ្ញុំនៅមែនទៀតគឺតែរកដូនជីមេជេនៅប៉ាអឺមី13សងសឹករឿងសេះសល់ខ្ញុំអត់បានដាក់នៅក្នុងចិត្តទេ ល្អណាស់លោកស្រីហាន់នៅពេលដែលនៅលើកោះពេញហួបយាយបានយល់ព្រមជាមួយខ្ញុំយ៉ាងម៉េចតើនៅចាំទេ នៅចាំ
នាងថាប្អូនចាស់នឹងប្រពន្ធគីមព្រោះតែមិនព្រមបង្ហាញដំណឹងដៃខ្ញុំអ្នកខ្លួនអ្នកប្រអ៊ូតាំត្រូវគេបង្ខំរហូតដល់ធ្វើអតិឃាតវូជីតើវូជីកូនខ្ញុំខ្លាចជាក្មេងកំព្រាដែលកោគេមើលថែហើយគេអនាថាហើយត្រូវគេធ្វើបាបគ្រប់ទីកន្លែងវេទនាណាស់មែនទេ ត្រូវហើយ នាងថែមទាំងថាត្រូវដៃទេពសៀមីងទ្រាំនឹងការវេទនាទាំងថ្ងៃទាំងយប់នៅជាលំភ្នំមេអំបៅនាងធ្លាប់ជួបគេចង់ឲ្យគេមកកោះចាប់តែគេគិតបែបមិនព្រមតើមិនដែរទេ ត្រូវហើយបើខ្ញុំនិយាយពាក្យមិនពិតសូមទេវតាបរាមុខចុះ អ្នកនាងអ៊ីងតើនាងនិយាយថាមិនខ្លះ ចាំខ្ញុំនិយាយពេលនោះខ្ញុំសំណូមពរចាស់វូជិងឲ្យមកកោះពោះជាមួយខ្ញុំគេមិនត្រឹមតែមិនស្ដាប់ខ្ញុំហើយថែមទាំងបានទាំងខំដៃខ្ញុំទៀតស្នាមរបួសគឺនៅឡើយខ្ញុំអត់មានកុហកលោកតាទេខ្ញុំកាប់ប៉ិតខ្ញុំនឹកគាត់ណាស់ វូជី ការប៉ិតលោកនិងប្អូនជីដូនមួយលើនៅមានរឿងទំនាក់ទំនងជាមួយគ្នាទេខ្ញុំនិយាយឲ្យថាបើលោកមានរឿងអីលាក់បាំងនឹងខ្ញុំមិននឹកលែលោកទេ លោកស្រីហុនយាយដឹងថាខ្ញុំនឹកវូជីកូនខ្ញុំពេលនៅលើកោះពេញហួមយាយបានសន្យានឹងខ្ញុំថាមកទីនេះគឺអាចជួបវូជីហេតុអីក៏មិនគោរពពាក្យសច្ចៈ យើងនិយាយគ្នាហើយខ្ញុំជួយស៊ើបរឿងចាងវូជីលោកបងឲ្យខ្ញុំខ្ចីដើរទឹកជូឡុងឲ្យតែលោកបងឲ្យខ្ញុំខ្ចីដើរទឹកជូឡុងខ្ញុំនឹងទៅស៊ើបរឿងចាងវូជីឲ្យភ្លាម ឲ្យតែយាយនាំវូជីមកខ្ញុំនឹងឲ្យខ្ចីដើរទឹកស៊ូឡុងភ្លាម លោកបងមិនជឿខ្ញុំ រឿងនៅលើលោកនាមមិនទៀងទាត់ទេទោះជាឪពុកម្ដាយនិងបងប្អូនក៏ត្រូវមានពេលមិនជឿគ្នាបានដែរ បើនិយាយអញ្ចឹងលោកបងមិនឲ្យខ្ញុំខ្ចីដើរទឹកជូឡុងទេមែនទេ ខ្ញុំបានដោះលែងឈិនជូលៀមនៅប៉ាក់ថងស្មូមទៅហើយចាប់ពីពេលនេះទៅក៏ពោះគ្មានថ្ងៃសុខសាន្តទេក្នុងពិភពគុណមិនដឹងជាមានមនុស្សប្រមាណអ្នកចង់មករកសងសឹកនឹងខ្ញុំទេស្ដេចសៀវឈុនខ្ញុំក៏មិនខ្លាំងដូចមុនទៀតដែរក្រោយពេលដែលបានដើរទឹកស៊ីឡុងនាមខ្ញុំគ្មានអីបងឯងទៀតទេលោកស្រីហុនអ្វីបើតែភ្នែកខ្ញុំខ្វាក់មែនតែនៅក្នុងចិត្តខ្ញុំអត់ខ្វាក់ទេខ្ញុំសួរយាយម្ដងទៀតរឿងដែលខ្ញុំមកកោះពោះគ្មានអាណាដឹងទេចុះហេតុអីក៏មនុស្សប៉ាក់ស្មុំថងដឹង ខ្ញុំក៏ចង់ស៊ើបឲ្យដឹងច្បាស់ដែរ ទៅស៊ើបចុះពីព្រោះយាយមិនព្រមរកវូជីឲ្យខ្ញុំសៀវអ៊ីងខ្ញុំមានតែប្រឡុកនៅក្នុងពិភពគុណជាថ្មីនឹងបង្កឲ្យមេក្រឡាប់ចាក់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  លបងស៊ី ខ្ញុំត្រូវពុកថោ លោកធ្វើអីហ្នឹងលោកមិនឃើញយាយចេញខ្លួននៅទីនោះទេ ខ្ញុំមិនខ្លាចគេទេ នេះមិនមែនជាបញ្ហាខ្លាចឬមិនខ្លាចទេលោកគិតមើលខ្ញុំយល់ថាលើកោះនេះមានបញ្ហាជាច្រើនទេលោកឃើញដែរទេមិនក៏ប៉ាក់ស្មុំចិត្តតែមកកោះពោះហើយមិនក៏យាយចេញហួរដឹងថាពុកថោលោកណៃណាម្យ៉ាងទៀតមិនក៏គេទៅដល់កោះពេញហួររឿងនេះមានចំណុចជាច្រើនដែលយើងមិនអាចយល់បានលោកចេញទៅវាយសម្រាប់យាយចេញហួរមិនពិបាកទេតែរឿងអីក៏លោកមិនអាចយល់ដែរ ខ្ញុំមានថាចង់សម្រាប់យាយចេញហួយណាខ្ញុំគ្រាន់តែនឹកពុកថោពេកចង់ទៅជួបគាត់ បាច់គេជាង10ឆ្នាំទៅហើយនៅខ្វះពីមួយថ្ងៃទេចាស់ពូជាខ្ញុំប្រាប់លោកណាមិនត្រឹមតែប្រយ័ត្នជាមួយចេញហួរនោះទេ
ក៏ត្រូវប្រយ័ត្នឈិនយលៀងដែរ ឈិនយលៀងក្រែងគេមានគុណធម៌ណាសំជាគុណប្រុសម្នាក់ណា លោកក៏អញ្ចឹងឯង ឈិនយលៀងម្នាក់នេះព្រមស្លាប់ចូលព្រឹត្តិចាស់ចឹងគឺអស្ចារ្យណាស់ទៅហើយ ហើយ យ៉ាងម៉េចនេះខ្ញុំនិយាយខុស ដៃលោកនៅហូរឈាមនៅឡើងទុកចាំខ្ញុំជួយរំអាំង នេះនាងមិនទាន់ប្រាប់ខ្ញុំថាមិញបានជាដកដង្ហើមធំ ក្នុងនាមជាលោកមេប៉ាក់មីងមិនដឹងជាត្រូវប្រឈមមុខជាមួយនឹងអ្នកក្លាហានខ្លាំងប្រមាណចំនួននឹងរៀបចំកិច្ចការធំប្រមាណស្មានមិនដល់ថាយើងចាញ់បោកគេបែបនេះសោះលោកមេប៉ាក់ចេះខ្ញុំបារម្ភពីអនាគតលោកណាស់ ខ្ញុំនឹងឲ្យចាញ់បោកគេមិនអាចទេ ឈិនយលៀងក៏ហក់អ្នកក្លាហានស៊ីភ្នែកលោកបានឃើញច្បាស់ក៏លោកមើលមិនដឹងដែរ គេក៏ហក់ផឹកថងខ្ញុំ ស្ដេចតាំងគ្រាន់តែកវីដែរអ្នកខ្លាំងក្នុងបាក់ស្មោក៏គ្មានអ្នកណាអាចទប់ទល់បានដែរទោះជាឈិនយលៀងនោះវាជាកូនប្រកែប៉ុណ្ណាក៏មិនអាចគេចផុតពីកណ្ដាប់ដៃគាត់ផ្ទុយទៅវិញសភាពនៅពេលនោះបើមិនចូលទៅរកសេចក្តីស្លាប់គឺលុតជង្គង់បងម្យ៉ាងវិញទៀតនោះដំណើរពុកធរលោករត់តែមិនចង់អ្នកផ្សេងដឹងទីទោះជាឈិនយលៀងនេះលុតជង្គង់បង300ដងក៏ដែរក៏ស្ដេចតានោះមិនប្រកាសតែចិត្តទន់ដែរគឺក្រៅពីតាំងខ្លួនជាអ្នកមានគុណធម៌តែលោកយល់ថាគេមានមជ្ឈបាយអ្វីទីលោកដូចជាមិនជឿសម្ដីខ្ញុំទេបាទអញ្ចឹងលោកគិតទៀតមែនខណៈពេលដែលឈិនយលៀងធ្វើជារំភើបចិត្តនឹងនិយាយពាក្យទាំងនោះប្រាប់ស្ដេចតាំងដៃគេកំពុងធ្វើអីជើងគេកំពុងធ្វើអី ខ្ញុំដូចជាចាំបានថាឈិនយលៀងលើកដៃឆ្វេងដៃស្ដាំបញ្ចេញកាយវិការគឺជាក្បាច់សត្វតោចាប់ទន្សាញ់តាចំណែកជើងរបស់គេគឺជាស្និតជើងបិសាចនេះគ្រាន់តែវិជាធម្មតាឬមួយគេធ្វើពុតជាងរបស់ពុកធររបស់ខ្ញុំការពិតគេចង់វាយប្រហារអញ្ចឹងដូចជាមិនត្រូវការពិតក្បាច់នេះដូចជាអត់មានប្រយោជន៍សោះ អីយ៉ាអ្នកប្រចាំចាំងពុជីមេបាក់ចាំងលោកអញនេះលោកយកច្បាស់តិចតួចពីចិត្តមនុស្សកាយសាហាវពេកចឹងលោកគិតមើលមើលពេលមុនកន្លងដល់ឈិនយលៀងឈរនោះស្និតជើងបិសាចគេតែត្រៀមតអ្នកណាគឺស្ដេចតាំងចាប់តន្សាយឬគឺចាប់អ្នកណា ជើងរបស់គេតតព្រឹត្តិចាស់ចឹងដែលនៅលើដីដៃស្ដាំគេត្រៀមចាប់អាជូ ត្រូវហើយឈិនយលៀងនេះអាចតត់មួយជើងឲ្យព្រឹត្តិចាស់ចឹងបោកទៅលើខ្លួនអ្នកក្លាហានស៊ីដៃមួយខាងទៀតគឺអាចចាប់ខ្លួនអ្នកនាងជើងដែលធ្លាប់ខណ្ឌដៃលោកជាពាក្យសន្យានិងជាមនុស្សដែលពេញវ័យជាមួយគ្នានឹងលោកនោះនេះរុញច្រាំងទៅលើអ្នកក្លាហានស៊ីបានណាគេទៅពីរអ្នកបានរុញច្រាំងទៅលើអ្នកក្លាហានស៊ីបើអញ្ចឹងមានឱកាសរត់រួចចឹងអីចាបើបដូរជាខ្ញុំវិញមកទល់ពេលនេះខ្ញុំនឹកមិនឃើញមកចូលបាយបែបនេះសោះបាយបែបនេះធម្មតាទេឈិនយលៀងនេះជាមនុស្សអស្ចារ្យណាស់ គេនាងប្រាប់ខ្ញុំទើបខ្ញុំមានការភ្ញាក់ផ្អើលហើយពិតជាមិនយល់ការមែនក្នុងលោកនេះមនុស្សមានចិត្តកាចសាហាវកាលខ្ញុំលតូចឆ្លងកាត់រឿងអាក្រក់ជាច្រើនប៉ុន្តែអ្នកដែលមានកលល្បិចដូចជាឈិនយលៀងគេដូចជាមានតិចតួចណាស់នៅនេះចាស់នៅនាងអាចមើលដឹងពីល្បិចកលរបស់គេនៅនាងកាន់តែខ្លាំងជាងគេ នេះលោកបញ្ឈើខ្ញុំម៉េះល្អបើលោកយល់ថាខ្ញុំជាមនុស្សល្បិចច្រើននៅឆ្ងាយពីខ្ញុំទៅ មិនចាំបាច់ទេនាងប្រើល្បិចច្រើនណាស់ដាក់ខ្ញុំអាចការពារខ្លួនបាន តើអាចការពារបានទេអញ្ចឹងខ្ញុំសួរលើដៃលោកខ្ញុំបាត់ថ្នាំពុលអញមិនក៏លោកមិនដឹង នាងលាបថ្នាំបំបត្តិសាច់រលួយ អេនេះថ្នាំនេះគឺប្រើមកលាបដើម្បីកម្ចាត់នៅសាច់រលួយពីក្រៅតែប៉ុណ្ណឹងមិនមែនជាថ្នាំពុលអីទេ ខ្ញុំដឹងច្បាស់ហើយប៉ុន្តែនាងលាបមកលើដៃខ្ញុំដែលនាងខំនោះគឺកាន់តែរបួសជ្រៅហើយ បានហើយមកខ្ញុំលេងអញមក ក៏ប៉ះខ្ញុំដឹងតែពីធ្វើអាក្រក់ដាក់ខ្ញុំខ្លាចហើយ នេះលោកមិនដឹងថាគេធ្វើអំពើល្អចំពោះលោកសោះខ្ញុំខ្លាចលោកឈឺខ្លាំងពេកទៅបានជានឹកឃើញមកចូលបាយនេះណាអ្នកប្រចាំមេបាក់ចាំហេបាត់ដឹងចឹងទុកឲ្យថ្នាំពុលនៅលើដៃលោកនោះផ្ដាច់ជីវិតលោកម្ដងកុំឲ្យលោកបង្ហាញកន្តើចំពោះខ្ញុំ នេះនាងធ្វើបាបខ្ញុំហ
ហើយនៅថាការពិតខ្ញុំមិនដឹងនឹងចិត្តល្អទៀតទេ នេះបើខ្ញុំនិយាយដល់លោកសោកចិត្តតើលោកចង់ធ្វើយ៉ាងម៉េច និយាយរួមនេះប្រកែកយកទៅឈ្នះខ្ញុំប្រកែកមិនឈ្នះនាងទេ អូមកពីលោករអៀខ្លួននិយាយមិនឈ្នះខ្ញុំខ្ញុំដឹងហើយការពិតនៅក្នុងចិត្តលោកដឹងថាខ្ញុំចិត្តល្អចំពោះលោកគ្រាន់តែលោកមិននិយាយចេញមកតែប៉ុណ្ណឹង លើកនេះមិនចិត្តល្អអញ្ចឹងទៀតទេនេះនាងខំដៃខ្ញុំណាមិនសុំទៅខ្ញុំក៏ហិតទៅចុះលើកដាច់ចិត្តលេបថ្នាំពុលលើដៃខ្ញុំទៀតអរគុណទឹកចិត្តដ៏ល្អរបស់នាងហើយខ្ញុំមិនត្រូវការនេះ មិនបាច់ខឹងអញ្ចឹងទេណែខ្ញុំសួរលោកតាខ្ញុំខំលោកជ្រៅជាងឬក៏លោកខំអ្នកនាងជូនោះជ្រៅជាង រឿងកន្លងហួសយូរហើយរំលឹកធ្វើអីទៀត ខ្ញុំកំពុងសួរលោកកុំតែនិយាយពីរឿងផ្សេង បានចាប់ទឹកថាខ្ញុំខំមកជួយជ្រៅជាងចុះប៉ុន្តែពេលនោះគេចាប់ដៃខ្ញុំវាជាគុណខ្ញុំអន់ជាងគេមិនអាចដោះខ្លួនបាននៅក្មេងតែសាមានតែខំគេអញ្ចឹងហើយឯនាងមិនមែនជាក្មេងទេណាខ្ញុំក៏អត់ចាប់នាងហើយបខំនាងមកកោះពោះទេណា អូបាញ់និយាយអញ្ចឹងនៅពេលនោះគេបខំលោកឲ្យមកកោះពោះលោកស្លាប់កំប្រមមកដែរឥឡូវអត់មានគេបខំលោកមកផងហេតុអីក៏លោកមកតាមគេដែរ ខ្ញុំ ឬក៏មនុស្សធំពេលធំឡើងប្រែតាមនឹងដែរយ៉ាងម៉េចណានិយាយមក នាងតើជាអ្នកហៅខ្ញុំមក ខ្ញុំឲ្យលោកមកលោកក៏មកបើខ្ញុំមិនឲ្យលោកមកលោកអត់មកទេបានណាឥឡូវខ្ញុំនិយាយពាក្យនៅក្នុងចិត្តជាមួយលើការប៉ັດខ្ញុំដឹងថាលោកខំអ្នកនាងជូជ្រៅនេះនៅពេលនោះអ្នកនាងជូក៏ចង់ចាំជ្រាលជ្រៅលើសម្ដីគេនិយាយមើលទៅមួយជីវិតគេមិនអាចបំភ្លេចទេខ្ញុំខំលោកបែបនេះសឹកខំតែមួយជីវិតនេះក៏លោកមិនអាចបំភ្លេចបានដែរខ្ញុំឃើញស្នាមរបស់នៅលើដៃអ្នកនាងជើងខ្ញុំគិតតែពេលនោះលោកខំគេជ្រាលជ្រៅបែបនេះមួយជីវិតគេក៏ចងចាំខ្លាំងណាស់ដែរខ្ញុំក៏ចង់ចាំបែបហ្នឹងតែខ្ញុំមិនដាច់ចិត្តដូច្នេះខ្ញុំមានតែខំតិចហើយលាបថ្នាំបំផាត់រលូនដើម្បីឲ្យស្នាមនេះជ្រាលជ្រៅទៅបើលោកបន្ទោសខ្ញុំអញ្ចឹងលើ ខ្ញុំអត់បន្ទោសទេនាងធ្វើបែបនេះដាក់ខ្ញុំក៏មិនបំភ្លេចដែរ អីចឹងខ្ញុំមិនសូវយល់ទេអ្វីគឺខ្ញុំធ្វើបែបនេះចំពោះលើខ្ញុំធ្វើបែបណាចំពោះលើមិនល្អចំពោះលើឬក៏ល្អចំពោះលើលោកនិយាយត្រង់មកនិយាយត្រង់មកអ្នកប្រជាការប៉ັດខ្ញុំមិនល្អចំពោះលោកទេរឿងដែលល្អចំពោះលើគឺគ្មានមួយតតែសោះ អញ្ចឹងថ្ងៃក្រោយល្អចំពោះខ្ញុំតិចទៅបានហើយ នេះលោកធ្វើអីហ្នឹង ខ្ញុំក៏ចង់ខំនាងដែរកុំឲ្យនាងថ្ងៃក្រោយបំភ្លេចខ្ញុំបាន អេកុំអីកុំអេមានរឿងអីហ្នឹង សេចាមិននេះនាងទៅណា អូអ្នកប្រឹងខ្ញុំឃើញយាយជីងហួតនិងស្រីរស់អាក្រក់នោះលើខ្លួនគេមានស្ពេកថងធំមួយមិនដឹងជាចង់ធ្វើអីទេ គេដើរសម្ដេចទៅផ្ទះទុយនៅលើភ្នំនោះ មិនមែនទេពួកគេធ្វើដំណើរទៅខាងជើងតែមិនដូចឡើងភ្នំពួកគេដូចជាប្រកែកពីរឿងអីទេហើយលោកយាយជីងហួតដូចជាខឹងខ្លាំងណាស់ ខ្ញុំទៅមើលសិនពួកនេះចាំទីនេះហើយគ្នាច្រើនពេកងាយឲ្យគេដឹងទៅណា នេះឈប់សិនមិនក៏ងឹតដែរយកអញ្ចឹងយកដាននេះទៅជាមួយទៅ នាងទឹកទៅ យកដាននេះទៅជាមួយទៅបើមិនអញ្ចឹងទៅខ្ញុំបារម្ភណាស់ បារម្ភពីអី ខ្ញុំមិនដឹងទេតែទៅយល់ថាយាយចេញហួននេះល្បិចច្រាស់ប្របាក់ស្មានម្យ៉ាងទៀតឈិនយលៀងក៏ល្បិចច្រើនទៀតខ្ញុំយល់ថាលោកនឹងពពថលលោកបែកគ្នា10ឆ្នាំហើយមិនដឹងជាគាត់នឹងចងចាំឬក៏អត់ទេ
ម្យ៉ាងទៀតលើកោះពីងហួននេះឈ្មោះថាកោះពោះប្រហែលជាអាចមានសត្វពឹសពលច្រើនលោកយកទៅ នាងព្រមមកខ្ញុំខ្ចីដែរបញ្ជាក់ថានាងស្មោះចំពោះខ្ញុំហើយ នៅរេរែកចិត្តអីទៀតមិនក៏មិនឆាប់ធ្វើការលោកយាយ តែពួកគេកំពុងធ្វើអីហ្នឹង លោកយាយលោកយាយលោកយាយធ្វើអញ្ចឹងគឺមិនគប្បីនឹងមិត្តចាស់ទីអ្នកក្លាហានសៀស្គាល់លោកយាយអស់រាប់សិបឆ្នាំហើយខ្ញុំជឿថាគាត់ជឿជាក់លោកយាយទើបចាក់ចេញពីកោះពីងហួរមកកោះពោះគេជឿជាក់ខ្ញុំហ៎បើគេជឿជាក់ខ្ញុំហេតុអីក៏គេមិនឲ្យខ្ញុំខ្ចីដែរទឹកជូឡុងគេចាក់ចេញពីកោះពីងហួរគ្រាន់តែមករកកូនធွာគេពាក់ព័ន្ធអ្វីនឹងយើងប៉ុន្តែលោកយាយយប់នោះចង់ដណ្ដើមកំបិតក៏ប្រយុទ្ធគ្នាដោយបើកចំហធ្វើអញ្ចឹងគឺមិនសមនឹងអ្នកក្លាហានទេរឿងបែបនេះបើសិនជាលេចលឺទៅមនុស្សក្នុងលោកនឹងត្រូវសើចចំអកហើយម្យ៉ាងទៀតដូនជីមេជេននោះស្លាប់បាត់ទៅហើយយាយដណ្ដើមកបិតនោះបានប្រយោជន៍អីទៅស៊ីវអ៊ីងមិនមែនញាតិសន្តានឯងទេហេតុអីក៏ឯងចេះតែជួយនិយាយគេឯងនិយាយពីមូលហេតុទៅមើលនាងចំមកនាងភ្លេចហើយហ៎ពីមុនគឺនរណាជួយជីវិតនាងពីក្រោមដៃឪពុកនាងមកខ្ញុំយ៉ាងម៉េចឥឡូវដោះស្លាប់ហើយហ៎ចង់ហើមែនទេខ្ញុំមិនមែនទេខ្ញុំមិនហ៊ានបំភ្លេចរឿងដែលលោកយាយជួយជីវិតខ្ញុំនិងបង្រៀនខ្ញុំអស់មួយជីវិតនោះទេប៉ុន្តែអ្នកក្លាហានស៊ីជាឪពុកធေါ်គាត់អូនិយាយយូរយ៉ាងនេះគឺដើម្បីចាងវិជីទេនៅលើលោកនេះហេតុអីក៏មានស្រីងប់ងល់ដូចជានាងអញ្ចឹងបានទោះជាពីមុនអានល្អិតតកូចាងត្រូវមកកោះពោះក៏ដោយទោះឯងពីរនាក់ខ្លាចជាប្តីប្រពន្ធក៏ដោយឯងមើលរូបរាងឯងពេលនេះទៅមើលតែធានាថាគេអាចឆ្លាញ់ឯងមួយជីវិតទេទោះជាអត់គិតរឿងផ្សេងគ្រាន់តែចៅជារើប៉ាអឺមីដែលយើងចាប់មកក៏ដោយនៅមានស្រីស្អាតពីរនាក់ទៀតនៅក្បែរខ្លួនគេបើអាល្អិតនោះមានចិត្តចំពោះគេទាំងពីរតើឯងចង់សម្លាប់ពួកគេចោលឬក៏សម្លាប់អាល្អិតនោះចោល ចាំមិននិយាយត្រូវយាយចេញហួតដឹងថាខ្ញុំនៅលើទូកទៅហើយប៉ុន្តែហេតុអីបានជាគាត់មិនបកអាក្រាត អាលីយាយមិនមែនចង់ថាឯងទេបើឯងអត់ហាត់ដៃពឹសពីងពីង1000ទេឯងគឺជាស្រីរូបស្អាតតែពេលនេះគឺយីពេលទៅហើយឯងនៅជាមួយយាយបណ្ដោយតាមយថាកម្មទៅលោកយាយអ្នកក្លាហានសៀជាពុកធေါ်គាត់យើងមិនអាចប៉ះពាល់គាត់បានទេរឿងនេះបើសិនលោកយាយយល់ព្រមខ្ញុំកិច្ចការទាំងឡាយខ្ញុំស្ដាប់តាមលោកយាយបានខ្ញុំយល់ព្រមមិនសម្លាប់គេក្រោកឡើងមកអរគុណលោកយាយប៉ុន្តែបើយកដៃទឹកជូឡុងមិនបានយើងមិនបញ្ឈប់ទេលោកយាយកុំសាំញ៉ាំពេកនាំតែយើងខឹងដល់មកជុលទៅចា
ឈិនយ៉ាលីចាំមិនគេត្រេះគេមិនមែនជាមនុស្សល្អទេលបងស៊ីមានឆ្កែដែលមិនខ្លាចងាប់គេមករកលបងហើយ